Lan sân đóng container, láng trong nào dây mau bịch nâng mình rùi, bác kia pràng. ខេត្តកំពង់ស្ពឺអ្នកដំណើរតាមផ្លូវជាតិលេខ 4 បានកកស្ទះយ៉ាងច្រើនម៉ោងទាល់តែសមត្ថកិច្ចជួយអន្តរាគមន៍ទើបអាចធ្វើដំណើរបានក្រោយពីរថយន្តសណ្ដោងកុងតឺន័រឡើងចំណោទយាយម៉ៅពេជ្រដិលមិនរួចថយក្រោយប៉ះជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលបើកពីក្រោយស្របទិសគ្នាបណ្ដាលឲ្យនៅទៅតឹងបិទផ្លូវជាតិលេខ 4 តែម្ដងចំណែកអ្នកបើកបរក្រោយការផិតភ័យក៏ចតរថយន្តទុកចោលរួចគេចខ្លួនបាត់អស់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 10:15 នាទីព្រឹកនៅថ្ងៃទី 7 ខែតុលាឆ្នាំ 2025 កន្លងទៅនៅកំណត់ផ្លូវជាតិលេខ 4 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 104 និង 105 ស្ថិតនៅក្នុងភូមិ 6 ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនគរបាលស្រុកភ្នំស្រួយបានឲ្យដឹងថាករណីបណ្ដាលឲ្យមានអ្នកដំណើរកកស្ទះនៅផ្លូវជាតិលេខ 4 ជាច្រើនម៉ោងទាល់តែសមត្ថកិច្ចទៅជួយអន្តរាគមន៍សម្របសម្រួលទើបធ្វើដំណើរឆ្លងកាត់ដោយរលូនវិញរថយន្តកុងតឺន័រមួយគ្រឿង Mahino ពណ៌សពាក់ស្លាកលេខកណ្ដាល 3A31017 សិនដៅសមីរម៉ូពាក់ស្លាកលេខត្បូងឃ្មុំ 4A1637 បើកតាមទិសដៅពីលិចទៅកើតលុះទៅដល់ចំណុចខាងលើស្រាប់តែឡើងចំណោទមិនរួចក៏រអិលថយក្រោយមកប៉ះរថយន្តកុងតឺន័រមួយគ្រឿងទៀត Mac Fuizo ពណ៌សពាក់ស្លាកលេខភ្នំពេញ 3B3075 សិនដៅសមីរម៉ូពាក់ផ្លាកលេខភ្នំពេញ 4B9828 ដែលបើកបរស្របទិសគ្នាប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរនៅតាមផ្លូវនោះឡើយប្រភពដដែលបានបន្តថាគ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្តទាំងពីរគ្រឿងខូចខាតធ្ងន់ធ្ងរនិងខូចខាតរនាំងសុវត្ថិភាពអមផ្លូវចំនួន 3 ផ្ទាំងប្រវែង 12 ម៉ែត្ររថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលស្រុកភ្នំស្រួយដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ កុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You